ត្រាំបានប្រកាសថាអ៊ីស្រាអែលអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ហើយទូរទស្សន៍ CNN បានបង្ហើបថាលោកត្រាំបានប្រកាសថាអ៊ីស្រាអែលនិងអ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់បទឈប់បាញ់នឹងចាប់ផ្ដើមក្នុងរយៈពេល6ម៉ោងហើយសង្គ្រាមនឹងបញ្ចប់ក្នុងរយៈពេល24ម៉ោងថ្ងៃនេះទី24ខែមិថុនាឆ្នាំ2025ទូរទស្សន៍ CNN បានរាយការណ៍ថាលោកប្រធានាធិបតីដូណាល់ត្រាំបានប្រកាសបទឈប់បាញ់ពេញលេញនិងច្បាស់លាស់រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនៅល្ងាចថ្ងៃច័ន្ទទី23ខែមិថុនាឆ្នាំ2025ដែលលោកសង្ឃឹមថានឹងក្លាយជាកិច្ចព្រមព្រៀងអចិន្ត្រៃយ៍លោកប្រធានាធិបតីបាននិយាយថាកិច្ចព្រមព្រៀងបទឈប់បាញ់នឹងចាប់ផ្ដើមក្នុងរយៈពេលប្រហែល6ម៉ោងទៀតនេះអ៊ីស្រាអែលនិងអ៊ីរ៉ង់បានព្រមព្រៀងគ្នាថានឹងមានបទឈប់បាញ់ពេញលេញមួយក្នុងរយៈពេលប្រហែលជា6ម៉ោងចាប់ពីពេលនេះតទៅនៅពេលដែលអ៊ីស្រាអែលនិងអ៊ីរ៉ង់បញ្ចប់បេសកកម្មរបស់ពួកគេនិងបំពេញបេសកកម្មបន្តចុងក្រោយរបស់ពួកគេសម្រាប់រយៈពេល12ម៉ោងនៅពេលនោះសង្គ្រាមនឹងត្រូវបានចាត់ទុកថាបញ្ចប់ជាស្ថាពរទាំងអ៊ីរ៉ង់និងអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើបទឈប់បាញ់នាពេលខាងមុខនោះទេតាមការប្រកាសរបស់ប្រធានាធិបតីបទឈប់បាញ់នឹងត្រូវធ្វើបន្តិចម្ដងក្នុងរយៈពេល24ម៉ោងបន្ទាប់លោកប្រធានាធិបតីដូណាល់ត្រាំក៏បានសរសេរថាអ៊ីរ៉ង់នឹងចាប់ផ្ដើមបទឈប់បាញ់ជាផ្លូវការហើយនៅម៉ោង12ថ្ងៃត្រង់អ៊ីស្រាអែលនឹងចាប់ផ្ដើមបទឈប់បាញ់ហើយនៅម៉ោង12ពាក់កណ្ដាលអាធ្រាត្រពិភពលោកនឹងប្រកាសជាផ្លូវការនៅការបញ្ចប់សង្គ្រាមរយៈពេល12ថ្ងៃក្នុងអំឡុងពេលបទឈប់បាញ់គ្នាពីគីម្ខាងទៀតនឹងរក្សាសន្តិភាពនិងការគោរពគ្នាទៅវិញទៅមកខណៈដែលអនុប្រធានាធិបតី JD Vance បានផ្ដល់បទសម្ភាសន៍ដល់ Fox News ដោយសរសើរការប្រកាសរបស់ប្រធានាធិបតី Donald Trump ថាអាចធ្វើកិច្ចព្រមព្រៀងបានសម្រេចទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីការប្រកាសនេះ CNN ក៏បានរាយការណ៍ថាសម្លេងផ្ទុះនៅតែឮនៅក្នុងទីក្រុងតេអារ៉ង់